vậy đó ra cho ná cái cô chơi vậy bàn tay để xa là con buộc khăn tay du pe nó hay con anh vậy đây được ấy cái tu ăn rừng sập sập nó anh vậy vì cha cho môi bờ ro ấy cái nó là pe cô chập đang cặp thôi ca vậy không long năm pi pon đập mỗi đầm pơ mà lại hay còn chập đam bu không trong năng pi pon đầm bảy đấy còn buộc khăn tay đó làก็ថយការនិយាយស្ដីចឹងការមិនសូវនិយាយស្ដីរយៈពេល7-10ឆ្នាំទៅធ្វើឲ្យការនិយាយស្ដីក៏អត់សូវច្បាស់ទេហើយធម្មតាក៏នៅតែផ្ទះចឹងក៏មិនសូវចេះចែកជាមួយអ្នកណាហើយនៅពេលដែលគាត់ចាប់ផ្ដើមបុរាណបួសបែបមលុបស្ត្រីចឹងទៅធ្វើឲ្យការនិយាយស្ដីគាត់តិចទៅចឹងគាត់នៅតែធ្វើការផ្ទះដេប៉អីចឹងទៅហើយគាត់នៅតែគាត់ចឹងក៏មិនសូវរវល់ស្ដីមួយយើងក៏គិតពីរឿងការបួសបែបស្ត្រីបុរាណខ្មែរហ្នឹងទៅក៏បថយការជួបនឹងមនុស្សជុំវិញខ្លួនហើយគាត់នៅតែសមាធិបួសអំឡុងពេលឆ្នាំ2019 20 21 22ហ្នឹងទៅធ្វើឲ្យគាត់កាន់និយាយលែងច្បាស់ទៀតទៅហើយមុនឆ្នាំ2019មុនបួសហ្នឹងគ្រាន់បាននិយាយស្ដីមួយយើងខ្លះជាងមុនច្រើនអញ្ចឹងដល់ពេលចាប់ដើមគាត់ចូលបួសទៅគឺគាត់មិននិយាយស្ដីមួយអ្នកណាអញ្ចឹងហើយគេបួសមលុបស្ត្រីបែបអើយព្រះនាងលវទាំង500អង្គមិនទេខ្ញុំសូវយល់ដែរហ្នឹងរឿងគាត់បួសមិនមែនក្នុងសម័យកាលបច្ចុប្បន្នណាក្នុងសម័យកាលព្រះកៅនិមនោពោធិសត្វអញ្ចឹងហើយគាត់បួសគឺថ្លៃគាត់បួងសក់ឡើងលើហើយគេចាប់ដើមបួសទៅគេកាត់សក់គេពាក់កតាថ្វាយព្រះអីចឹងទៅហើយគេបួសក៏រលើទឹកដីភ្លៀងខ្យល់អីប្លែកក៏ទាំងខ្ញុំធ្លាប់រៀបរាប់ទាំងបំឡងប្រហែល5-6ឆ្នាំមុនហ្នឹងរឿងរ៉ាវវាវែងឆ្ងាយដែរមកដល់បច្ចុប្បន្នហ្នឹងមកស្លៀកពាក់អីដូចធម្មតាវិញគ្រាន់តែថាយូរនៅស្លៀកពាក់បុរាណដំបងតម្រាំឲ្យគាត់ចេះស្លៀកពាក់ធម្មតាហ្នឹងដោយសារតែគាត់ចង់ទៅផ្សារអញ្ចឹងខ្ញុំថាបើចង់ចេញក្រៅមួយខ្ញុំទៅគាត់ស្លៀកពាក់ធម្មតាសាមញ្ញអញ្ចឹងមិនឲ្យចេញទៅបានគាត់រៀនស្លៀកពាក់សាមញ្ញវិញអញ្ចឹងហើយក៏ល្អប្រសើរដែរមិនសូវស្លៀកពាក់បុរាណក៏ស្លៀកពាក់បុរាណហ្នឹងខ្ញុំសូវហ៊ានដើរជាមួយឯងមានថាទៅចេញក្រៅទៅណាមកណាប្រសាអង្គរអីយើងគ្រាន់នឹងនាំគាត់ស្លៀកបុរាណទៅប្រសាអង្គរគេមិនសូវចាប់អារម្មណ៍ដោយសារតែនៅទឹកដីខេត្តសៀមរាបយើងស្លៀកពាក់បុរាណបែបប្រពៃណីមើលទៅវាធម្មតាមានអ្នកស្លៀកពាក់ដែរអញ្ចឹងបើធម្មតាក៏ទៅមុខវាំងដល់លេងតាមខេត្តស្លៀកពាក់បុរាណទៅខ្ញុំរៀងអៀនមនុស្សជុំវិញខ្លួនដែរនឹងដល់ពេលដល់បច្ចុប្បន្នឲ្យគាត់ស្លៀកពាក់ធម្មតាអញ្ចឹងស្រួលគាត់ទៅផ្សារទៅអីមកណាមួយជាមួយយើងអញ្ចឹងទៅគាត់ក៏ព្រមស្លៀកពាក់ដល់ពេលឥឡូវអញ្ចឹងគឺគាត់ចេះស្លៀកពាក់ធម្មតាច្រើនជាងមុនហើយយូរទៅគេស្លៀកពាក់បុរាណថាផាពេលគេងពេលយប់សម្លៀកបំពាក់បុរាណដដែលពេលថ្ងៃស្លៀកពាក់បែបហ្នឹង